ពូមើលឃើញច្រើនណាស់មនុស្សដែលដូចថាយកស្នេហាត្រឹមតែផ្លូវភេទណាដូចថាវាមិនមែនជាដៃគូជីវិតពិតប្រាកដសម្រាប់មនុស្សដែលមានមនោសញ្ចេតនាច្រើនវាត្រូវការដៃគូជីវិតមួយដែលពេញតួជាដៃគូជីវិតយើងអាចទៅជែកគ្រប់រឿងបានក្នុងជីវិតជាមួយនឹងដៃគូរបស់យើងមនុស្សច្រើនណាគឺថាប្រពន្ធហ្នឹងគាត់ថាទុករឿងផ្លូវភេទហ្នឹងទៅរួចហើយការងារស្អីក៏និយាយមិនបានដែរទុករឿងហ្នឹងហើយមកដល់ខាងក្រៅវិញមានបញ្ហាលំបាកអីចឹងទៅក៏ដោះស្រាយដោយខ្លួនឯងទៅជួបមិត្តជួបភ័ក្រអីចឹងទៅណាស្នេហាដែលវាមានតម្លៃស្រស់បំព្រងជាស្នេហានោះគឺថាវាទាល់តែមានតម្លៃក្នុងការលះបង់ឲ្យគឺថាយើងមើលទៅឃើញមនុស្សស្រីហ្នឹងយើងគិតថាមនុស្សហ្នឹងស័ក្តិសមនឹងលះបង់ឲ្យដល់ពេលមនុស្សស្រីហ្នឹងក៏មើលឃើញមនុស្សប្រុសហ្នឹងវាមានតម្លៃស័ក្តិសមនឹងលះបង់ឲ្យតម្លៃបែបហ្នឹងដែលជាស្នេហាមួយស្រស់បំព្រងណាពីព្រោះយើងនឹងមានអារម្មណ៍ថាក្រៅអំពីការរួមភេទហ្នឹងគឺវាមានអាតម្លៃមនោសញ្ចេតនាដែលផ្អែមល្ហែមក្នុងជីវិតរបស់យើងវាមានអាតម្លៃហ្នឹងយើងនៅចាំអនុស្សាវរីយ៍ទាំងអស់ដែលយើងបានសាងជាមួយគ្នាបានលះបង់ជាមួយគ្នាប៉ុន្តែភាគច្រើនស្នេហាស្រុកខ្មែរគឺអត់គឺមនុស្សយកប្រពន្ធហ្នឹងគឺយកដើម្បីបង្កើតកូនហើយរួមភេទហ្នឹងទៅដល់ពេលរឿងស្នេហាជាគូជីវិតពេញលក្ខណៈជាដៃគូដែលមានមនោសញ្ចេតនាផ្អែមល្ហែមហ្នឹងគឺអត់មាន